Trong số là ngọc nàyថ្ងៃនេះយើងនឹងរៀនពីការ set up C environment នៅក្នុង Visual Code ចឹងចំពោះ file ដែលយើងត្រូវមានគឺមានពីរ file នេះ file ទី1ដើម្បី set up Visual Code តែខ្ញុំមិនអត់បរៀនទេដោយសារវាស្រួលទេយើងអាចមើលតាម instruction គេទៅហើយទី2គឺ file min.gw មានន័យគឺ C compiler ចឹងត្រូវការ down វាចំពោះ Visual Code ខ្ញុំបាន down មកវិញនេះខ្ញុំបានហើយជាងអត់ down សារទៀតទេហើយចំពោះ file ពីរនេះយើងអាចបានមកពីណាដូច្នេះយើងចូលទៅកាន់ Firefox Chrome យើងទៅយើងអាចចូល down នេះបានដោយ min.gw ខ្ញុំឲ្យមក min.gw install for Windows អញ្ចឹងវាលោតចូលខាងនេះយើងអាច download វាមកហើយ Visual Code ដូចគ្នាយើងអាចនេះ search មកយើងឃើញហើយឈ្មោះ Visual Code គឺដូចគ្នាយើងអាច search បែបនឹងបានដូចគ្នាដូច្នេះខ្ញុំសូមបរៀនតាក់ទងជាមួយនឹងការ set up min.gw ដូច្នេះយើងចេញទៅលើ min.gw នឹងមកបន្ទាប់មកយើងចេញពាក្យ install អូខេយើងបាច់កែវាទេយើង continue ទៅវាធ្វើការចាប់ដាក់ download អញ្ចឹងយើងត្រូវចាំវាបន្តិចយើងអាចនឹងខ្ទង់56នាទីវាធ្វើការចាប់ដាក់ download ដែរប៉ុន្តែការ download នេះគឺទាមទារយើងមានអ៊ីនធឺណិតទើបអាច download វាបាននៅពេលមកដល់ចំណុចមួយនេះយើងអាចចេញទៅលើការ make for install ទាំងអស់អញ្ចឹងយើងអាច select ទៅរបស់សំខាន់ក៏បានឬ select ទាំងអស់ហ្មងទៅអញ្ចឹងនេះវាមានទាំង Objective C compiler C compiler អញ្ចឹងខ្ញុំសូមឲ្យចេញទាំងអស់ហ្មងទៅដើម្បីងាយស្រួលពីរៀនទៅមុខទៀតណាអញ្ចឹងយើង select ទាំងអស់ទៅហើយយើង select ខុស select អីផងយើងយកទាំងអស់មកវាអត់បញ្ហាទេអូខេអញ្ចឹងទាំងអស់មកបន្ទាប់មកចូលកន្លែងពាក្យ installation នេះបន្ទាប់មកយកពាក្យថា apply change បន្ទាប់មកចុច apply លេខនេះដើម្បីធ្វើការ download អញ្ចឹងនៅពេលយើងចុច apply download វានឹង connect ទៅកាន់ internet របស់យើងដើម្បី download នៃ packet វាដូច្នេះខ្ញុំសូមទុកវីដេអូប៉ុណ្នេះហើយកាត់ទៅកន្លែងយើង download ពេញតែម្ដងនៅពេលយើង download ពេញអស់ហើយជាកត្តាបន្ទាប់យើងអាចចូលចំណុចចុងក្រោយ step ចុងក្រោយយើងត្រូវចូលទៅកាន់ file explorer មួយនេះបន្តមកយើងចូលទៅកាន់ DPC ចូល drive C បន្តមកយកពាក្យ bin.gw នេះគឺជា GCC compiler របស់យើងចុចលើវាមកយកពាក្យ bin នេះបន្តមក copy ហាច់ខាងលើនេះ Ctrl A Ctrl C បន្តមកចុចទៅលើ Windows របស់យើងហើយយើងវាយពាក្យមួយគឺ edit system environment variable ចុច enter បន្តមកយកពាក្យ environment variable យកពាក្យ patch មួយណា patch បន្តមកយើងយកពាក្យ new មួយនេះបន្តមកចុចពាក្យអី Ctrl V ណាហើយចុច OK OK ប៉ុណ្នេះមានន័យថា compiler របស់យើងជោគជ័យហើយចឹងយើងអាចចង់ដឹងថាវាជោគជ័យមិនជោគជ័យយើងអាចចូលក្នុង WinAir យកពាក្យ CMD ហើយវាយយ៉ាងម៉េច GCC ដក version បើសិនវាស្គាល់ថាយើងស្គាល់ហើយស្គាល់នេះមានន័យថាមាន GW យើងប្រើបានហើយអញ្ចឹងមានថាក្នុង Visual Code យើងក៏អាចrun បានដែរឲ្យដល់ក្នុង CMD ស្គាល់ណាអញ្ចឹងមានថា code C របស់យើងអាចប្រើប្រាស់បានហើយចំពោះវីដេអូនេះខ្ញុំបង្រៀនតែប៉ុណ្្នេះតាក់ទងជាមួយនឹងការ set up environment C នៅក្នុង Visual Code ឬក៏ក្នុង Windows របស់យើងវីដេអូក្រោយខ្ញុំនឹងបង្រៀនតាក់ទងជាមួយនឹងការ run code ទៅលើ Visual Code C នឹងឯងខ្ញុំថាខ្ញុំ focus លើ C សូមអរគុណ